យើងត្រូវជឿជាក់លើខ្លួនឯងបើខ្លាចគេយកព្រៀបរបស់យើងត្រូវពង្រឹងខ្លួនឯងរួមគ្នាថែរក្សាសន្តិភាពថែរក្សាសាមគ្គីឯកភាពជាតិផ្ទៃក្នុងកុំឲ្យវាយគ្នាបែកបាក់គ្នាទៀតថែរក្សាទឹកដីយើងកុំឲ្យមានតំបន់អបគមបែកបាក់គ្នាដូចជំនាន់មុនជំនាន់បកូនណាក៏មានដែរតំបន់ដែលមានតបខ្មែរសេរីខ្មែរឃ្យូខ្មែរស្អីនោះមានប្រដាប់អាវុធកុំឲ្យបែកបាក់គ្នាតទៅទៀតយើងរួមគ្នាការពារប្រទេសយើងសាមគ្គីឯកភាពជាតិហើយពង្រឹងជាតិយើងគ្រប់វិស័យកូនខ្មែរឲ្យកាន់តែខ្លាំងនេះគឺជាការធ្វើកសាងហេដ្ឋារចនាសម្ព័ន្ធខិតខំដោះស្រាយព្រំដែនឲ្យចប់ដើម្បីកុំឲ្យវានៅសពិចសពិលវាយគ្នាកងទ័ពមិនមែនជាអ្នកដោះស្រាយព្រំដែនទេកងទ័ពជាអ្នកគ្រប់គ្រងទៅដល់ការដោះស្រាយព្រំដែនយើងមានគណៈកម្មការព្រំដែននៅកម្ពុជាមានរដ្ឋលេខាធិការព្រំដែនព្រោះព្រំដែនគឺត្រូវការជំនាញច្បាស់លាស់ត្រូវការឯកសារដែលឯកភាពគ្នាសន្ធិសញ្ញាជាមួយថៃ1907ឯកសារផែនទី1908អីទាំងអស់ឯកសារទាំងអស់មានបារាំងសរសេរទុកអីយ៉ាងម៉េចយកមកបកស្រាយត្រូវការជំនាញច្បាស់លាស់បើឲ្យទាហានណាអានោះរបស់ខ្ញុំលើកតបໄວអញ្ចឹងបានទាហានភារកិច្ចគឺការពារកន្លែងដែលបានឯកភាពគ្នាឈរជើងកន្លែងណាដែលមិនទាន់ច្បាស់លាស់ដើម្បីគ្រប់គ្រងទៅឲ្យគណៈកម្មការព្រំដែនទាំងពីរដោះស្រាយបាទល្ងាចមិញនេះខ្ញុំឃើញគេប្រហោះគេយកសារខ្ញុំនិយាយបែបនេះទៅថ្ងៃមុនគេមកគេថាគេហ៊ុនម៉ាណែតថាទាហានមិនមែនជាអ្នកដោះស្រាយព្រំដែនទេគេចង់និយាយទេគេថាតតែយកទាហានទៅវាយគ្នាបានដោះស្រាយព្រំដែនអត់ទេការខណ្ឌសីមានិងបោះបកគោលព្រំដែនត្រូវការគណៈកម្មការចម្រុះព្រំដែនប្រទេសទាំងពីរធ្វើការប្រទេសទាំងពីរឯកភាពនេះហើយត្រូវការជំនាញបាទឯកសារបូកមួយ GPS អត់យកក្របកភ្លើងទៅទេអត់យករត់ក្រោះអត់យកនេះទេការព្យាយាមកំណត់ព្រំដែនតាមកងកម្លាំងនេះហើយដែលវាយគ្នាមិនទាន់ចប់នៅរុស្ស៊ីហើយអ៊ុយក្រែនការព្យាយាមយកកងទ័ពទៅវាយកាន់កាប់ទីតាំងនេះហើយដែលវាយគ្នានៅព្រំដែនប្រទេសមួយចំនួនដល់អាកាយទេតែកម្ពុជាជ្រើសរើសផ្លូវនេះទេអត់ទេខ្ញុំនិយាយមានហេតុផលច្បាស់លាស់របស់ខ្ញុំដែលខ្ញុំថាកងទ័ពមិនមែនជាអ្នកដោះស្រាយរឿងការកំណត់ព្រំដែនប៉ុន្តែជាអ្នកចូលរួមគ្រប់គ្រងទៅការដោះស្រាយព្រំដែនគឺហ្នឹងកន្លែងណាដែលឯកភាពគ្នាហើយចូលល្បាតស្អីទៅកន្លែងណាដែលមិនទាន់ឯកភាពនេះឈរណាឈរនឹងសិនរហូតទៅដល់គណៈកម្មការព្រំដែនហើយបង្កលក្ខណៈឲ្យគណៈកម្មការព្រំដែនចូលដោះស្រាយចូលវាស់វែងចូលចរចាបើទាហានមិនឲ្យគេចូលទៅវាស់មិនចូលបានចូលបាញ់ទៅមិនរួចបាទនេះជាមូលហេតុដែលខ្ញុំបញ្ជាក់ថាយោធាកងកម្លាំងប្រដាប់អាវុធមិនមែនជាឧបករណ៍សម្រាប់ដោះស្រាយការកំណត់ខណ្ឌសីមាព្រំដែនរបស់ប្រគល់ព្រំដែនទេគឺគណៈកម្មការទ្វេភាគីកម្ពុជាថៃយើងមានគណៈកម្មការជាមួយឡាវជាមួយវៀតណាមប្រើយន្តការនេះដោយសន្តិវិធីផ្អែកទៅលើច្បាប់ផ្អែកទៅលើបច្ចេកទេសច្បាស់លាស់កុំប្រើកម្លាំងប្រដាប់អាវុធវាយគ្នាមកប្រើមានស្លាប់អ្នកចលះមកនៅព្រះវិហាររាប់រយគ្រួសារទៅត្រឡប់ទៅ